សារព័ត៌មានឥណ្ឌូនេស៊ីលើកកម្ពុជាជាស្ដេចបាល់ទះថ្មីប្រចាំអាស៊ានក្រោយដណ្ដើមបានជើងឯកសារព័ត៌មាននិងអ្នកគាំទ្រកីឡាមួយចំនួននៅប្រទេសឥណ្ឌូនេស៊ីបានលើកសរសើរកម្ពុជាថាជាស្ដេចបាល់ទះថ្មីប្រចាំអាស៊ានបន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្ហាញទម្រង់លេងដ៏រឹងមាំនិងដណ្ដើមបានជ័យជំនះគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតតំបន់ជាពិសេសការយកឈ្នះឥណ្ឌូនេស៊ីដើម្បីលើកពានថ្មីនេះការកោតសរសើរនេះកើតឡើងស្របពេលវិស័យបាល់ទះកម្ពុជាកំពុងអភិវឌ្ឍយ៉ាងរហ័សនឹងការបណ្ដុះបណ្ដាលកីឡាករនិងការរៀបចំលីកអាជីពនិងពង្រឹងគុណភាពក្រុមជម្រើសជាតិអ្នកវិភាគកីឡាយល់ថាលទ្ធផលនេះគឺជាផ្លែផ្កានៃការវិនិយោគលើវិស័យកីឡាការគាំទ្រពីសហព័ន្ធនិងការខិតខំរបស់កីឡាករជំនាន់ថ្មីយ៉ាងណាមិញពាក្យថាស្ដេចប្រដាល់ថ្មីអាស៊ានគឺជាការវាយតម្លៃពីសារព័ត៌មាននិងអ្នកគាំទ្រមួយចំនួនតែប៉ុណ្ណោះមិនមែនជាចំណាប់ថ្នាក់ផ្លូវការរបស់ស្ថាប័នកីឡាអន្តរជាតិឡើយទោះបីជាយ៉ាងណាការលើកឡើងនេះបានបង្ហាញថាកម្ពុជាកំពុងក្លាយទៅជាកម្លាំងថ្មីក្នុងវិស័យបាល់ទះដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីបណ្ដាប្រទេសនៅអាស៊ាននិងបង្កើនក្តីសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជានឹងបន្តនាំមោទនភាពជូនជាតិលើឆាកតំបន់និងអន្តរជាតិ